ជំនាញទី6ដែលអ្នកលក់បកែគាត់ចាំបាច់ត្រូវតែមានដែរនោះគឺជំនាញតាមភ្ញៀវហើយនឹងអង្កេតភ្ញៀវអញ្ចឹងភ្ញៀវខ្លះដើរចូលហាងយើងរួចហើយអត់ទិញដែរហើយក៏ទៅវិញបានភ្ញៀវខ្លះសួរពីផលិតផលសេវាកម្មរបស់យើងភ្ញៀវខ្លះមកមើលរបស់យើងភ្ញៀវខ្លះយើងប្រឹក្សាយោបល់ច្រើនដងយើងធ្វើប័ណ្ណបង្ហាញហើយក៏ប៉ុន្តែយើងអត់បានតាមភ្ញៀវយើងអត់បានអង្កេតភ្ញៀវតែភ្ញៀវចង់បានអីឲ្យប្រកបទេពេលខ្លះយើងមិនអត់ដឹងទេយើងវិភាគអត់ដឹងទេអញ្ចឹងយើងត្រូវតែចេះតាមភ្ញៀវលោកស្រីគឺមានរូបមន្តមួយគឺ72ម៉ោងអញ្ចឹងនៅពេលដែលយើងប្រឹក្សាយោបល់ដល់ភ្ញៀវមកសាកសួរពីសេវាកម្មរបស់យើងណាអញ្ចឹងយើងត្រូវតែហ៊ានក៏កំណត់ម៉ោងដើម្បីតាមភ្ញៀវគឺកុំអោយលើស72ម៉ោងអញ្ចឹងក្នុង72ម៉ោងលោកស្រីត្រូវតែទី1មុន72ម៉ោងគួរធ្វើអីពោលគឺឧទាហរណ៍ call ទៅអរគុណគាត់ដែលបានមកមើលសេវាកម្មមើលផលិតផលរបស់យើងឬក៏ message ទៅគាត់ឬ email ទៅគាត់មុន72ម៉ោងកន្លងបន្ទាប់មកទៀតដល់ពេលដែលមិនទាន់ហួស72ម៉ោងត្រូវតែ call គាត់ឬក៏ទៅជួបគាត់ផ្ទាល់ទៀតដើម្បីដឹងថាសួរគាត់ថាគាត់យល់យ៉ាងណាហើយគាត់សម្រេចចិត្តបែបណាគាត់មានសំណួរអីដែលចង់សួរថែមក្រោយ72ម៉ោងហើយភ្ញៀវអត់ទិញអត់ជាវសេវាកម្មហ្នឹងក៏ត្រូវតែប្រកាសដែរថាត្រូវតាមគាត់ទៀតក្រោយ72ម៉ោងតាមគាត់ទៀតប៉ុន្តែលើនេះអត់សួរលើផលិតផលសេវាកម្មការសម្រេចចិត្តទេសួរពីអារម្មណ៍របស់គាត់អារម្មណ៍មិនក្រោយពីទទួលបានការណែនាំពីផលិតផលក្រោយពីបានមើលផលិតផលឬក៏គាត់បានតេស្តសាកមើលផលិតផលរបស់យើងអញ្ចឹងណាគាត់មានអារម្មណ៍យ៉ាងណាអញ្ចឹងគេអត់លក់គាត់ទៀតទេគឺចាប់ផ្ដើមជជែកមួយគាត់ថាគាត់មានអារម្មណ៍មែនណាគាត់មានអីចំណុចខ្វះខាតអីក៏ចង់ប្រាប់មកយើងវិញចំណុចទាំងនេះគោលដៅរបស់យើងគឺធ្វើតំណែងមួយភ្ញៀវអញ្ចឹងភ្ញៀវគាត់ទិញមិនទិញជារឿងមួយប៉ុន្តែរឿងដែលយើងមិនត្រូវឲ្យគាត់ចាក់ឆ្ងាយហើយឲ្យគាត់ទទួលសេវាកម្មពីយើងឲ្យបានកក់ក្ដៅគឺយើងឲ្យបានតាមគាត់អង្កេតគាត់ថាគាត់ចង់បានអីកិច្ចការខ្លះគាត់អត់ទុកចិត្តយើងគាត់មើលម្ដងគាត់មិនអាចសម្រេចចិត្តទិញបានយើងតាមគាត់ធ្វើឲ្យគាត់មានអារម្មណ៍អូល្អមួយយ៉ាងអញ្ចឹងគាត់អាចពិចារណាឡើងវិញឬក៏មានតំណែងល្អមួយយើងថ្ងៃក្រោយគាត់នឹងប្រើសេវាកម្មរបស់យើងអញ្ចឹងអ្នកលក់បកែទៅបីលក់អត់បានក៏ដោយក៏គេចេះតាមភ្ញៀវគេចេះអង្កេតភ្ញៀវដែរគឺក្នុងកន្លង72ម៉ោងនិងក្រោយ72ម៉ោងគេនឹងលែងលក់ឲ្យគាត់ដែរគេចាប់ដើមសាងតំណែងជាមួយគាត់អញ្ចឹងកុំភ្លេចតាមភ្ញៀវក្រោយពីភ្ញៀវមិនជាវត្រូវទៅតាមអញ្ចឹងយើងត្រូវទៅតាមគាត់ដើម្បីឲ្យចង់ដឹងថាគាត់មានអារម្មណ៍ម៉េចហើយនឹងអាចសាងតំណែងអាចមានឱកាសក្រោយកុំភ្លេចរៀនចំណុចទី6